ស្វាគមន៍អ្នកគុណនិយមគ្រប់គ្រងគ្រប់បាក់ទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកការវាសម្រាយរឿងកម្ពុជាក្បាច់គុណភាគទី28ដែលជាភាគបន្តរបស់យើងសាច់រឿងចាប់ផ្ដើមឡើងដោយយ៉ាងខៃនិងនាងចាងកំពុងតែត្រូវបានសត្វបិសាចខ្លាមួយដេញតាមប្រមាញ់យ៉ាងខៃពេលនោះក៏បានទាញដៃនាងចាងទៅមកខាងបណ្ដោះឲ្យសត្វបិសាចខ្លានឹងវាបានរត់ហួសតែភ្លាមនោះវាក៏ស្រាប់តែត្រឡប់មកវិញបណ្ដោះឲ្យយ៉ាងខៃពិតភ័យជាខ្លាំងសំណាងល្អហើយដែលវាមិនឃើញអ្នកទាំងពីរនោះកុំអីនឹងឃើញច្បាស់ជាត្រូវខ្លាចជាចំណៃរបស់វាហើយវាចេញទៅផុតយ៉ាងខៃក៏រៀងធូរទ្រោមបន្តិចផងដែរភ្លាមនោះយ៉ាងខៃក៏បានឃើញអ្វីមួយយ៉ាងភ្លឺបបួលបងស្រីឲ្យបញ្ញាប់ទៅមើលជាមួយនឹងខ្លួនភ្លាមទៅបន្ទាប់មកពួកគេក៏បានរត់មកដល់ទីតាំងមួយដែលពោពេញទៅដោយទេសភាពដើមផ្កាដ៏ស្រស់ស្អាតអមទៅដោយពលឺអំពិលអំពៃដ៏ស្រស់ត្រកាលហោះហើរខ្វាញ់ខ្វាត់នាពេលរាត្រីយ៉ាងខៃក៏បានសួរទៅកាន់សិស្សច្បងតើស្គប់ផ្កាទាំងអស់នេះដែរទេនាងចាងប្រាប់ថាវាគឺជាឱសថផ្កាឈិងយ៉ាងដែលស្ថិតនៅក្នុងកម្រិតទាបនៃភាពត្រជាក់បែរមួយយកមកច្របាច់វាបន្តិចបណ្ដែតវាហោះឡើងទៅខាងលើអមទៅដល់ចំហាយទៅតបផ្កាដ៏ស្រស់ស្អាតបង្កើតចិញ្ចៀក្របថ្នាំដ៏អស្ចារ្យមួយជាហើយធ្វើយ៉ាងខៃក៏ពិតជាញាប់ឲ្យជាខ្លាំងនាងចាងប្រាប់ថាវាក៏មិនងាយស្រួលនោះទេនៅក្នុងការចំណាយថ្នាំដ៏អស្ចារ្យបែបនេះនោះបន្ទាប់មកនាងក៏បានប្រគល់វាឲ្យទៅកាន់យ៉ាងខៃបន្ទាប់ពីអរគុណទទួលទុករួចហើយយ៉ាងខៃក៏បានឲ្យយោបល់ថាមិនគួរចម្រាញ់ច្រើនពេកនោះទេគួរតែរក្សាថាមពលទុកដើម្បីការពារខ្លួននៅក្នុងព្រៃក្រាស់បែបនេះដូច្នេះហើយពួកគេក៏បានធ្វើដំណើរទៅមុខបន្តសាច់រឿងក៏ទៅដល់ថ្ងៃថ្មីយ៉ាងក៏បានឃើញថាសត្វខ្លាមួយនឹងលឿនដែលថ្លៃបាត់ទៅហើយមូលហេតុនោះគឺដោយសារតែវាគេបានប្រយុទ្ធជាមួយនឹងក្រុមរបស់នូឡាងគេក៏ដឹងទៀតថាខ្លួនគឺគ្រាន់តែជាឈ្នន់ដែលត្រូវបានប្រើដោយលងហុយនោះទេហើយដូច្នេះហើយគេក៏ត្រូវតែរកឱកាសដើម្បីចាក់ចេញខណៈពេលដែលលងហុយគេបែរជាដេកស្ដោះទៅមាត់ធ្វើមិនដឹងឲ្យសម្បីតែព្រឹទ្ធាចារ្យវឹងនឹងក៏ក្រវីក្បាលដែរបន្ទាប់មកលងហុយគេក៏បានសួរថាតើនៅឆ្ងាយទៀតឬអត់គេក៏បានប្រាប់ទៅកាន់អ្នកប្រុសលងគេស្មានថាប្រហែលជា2ថ្ងៃទៀតពេលនេះពួកគេក៏បានបន្ថយល្បឿនខ្លះហើយគួរតែមិនឆ្ងាយទៀតនោះទេលងហុយក៏បានឲ្យគេប្រញាប់ចាប់យ៉ាងខៃមកឲ្យខ្លួនម្យ៉ាងវិញទៀតយើងគឺខាបានឃើញស្រីស្អាតដែលមានឈ្មោះថាស៊ីនឹងចាននឹងពី2ថ្ងៃមកហើយយើងក៏ពិតជានឹកនាងខ្លាំងណាស់សាច់រឿងក៏ទៅដល់ពេលយប់យ៉ាងខៃក៏បានអង្គុយអាំងភ្លើងតែម្នាក់ឯងក៏ដូចជាបាននឹកឃើញទៅដល់អាកំបាំងនៅតាមផ្លូវបន្ទាប់ពីនាងចានត្រឡប់មកពីពិនិត្យមើលវិញដង្ហើមរបស់នាងតែតែខ្សោយជាងមុនម្យ៉ាងវិញទៀតនាងក៏មិនបានឲ្យគាត់ទៅជាមួយនឹងនាងដែរប៉ុន្តែពេលនេះក៏គាត់ទៅយប់ហើយមែនឬអត់អាចដែរទេថានាងក៏មានបញ្ហាអ្វីនោះក៏លេទៅខាងក្រោយក៏បានឃើញនាងចានត្រឡប់មកវិញទាំងដើមមិនត្រង់ផ្លូវនិយាយទៀតថាតើវាគួរតែជាលើកចុងក្រោយហើយមែនទេមិនថាយ៉ាងណានាងក៏ត្រូវតែស្ដារធម៌ពលរបស់នាងជាមុនសិនរងចាំរហូតដល់ថ្ងៃស្អែកព្រះអាទិត្យរះកណ្ដាលត្រៀនធម៌ពលណាញ់ជានាងយកតាម9គឺនឹងបង្ហាញខ្លួនមកសារជាថ្មីម្ដងទៀតដល់ពេលនោះបើប្រមោមិនតនោះទេគឺច្បាស់ជាគ្មានឱកាសនោះឡើយភ្លាមនៅផងដែរក៏ស្រាប់តែចំហាយទៅក៏បានសាយភីជុំវិញនាងចាំងក៏ដឹងថាវាគឺដល់ពេលហើយធម៌ពលណាញ់យើងក៏បានផ្ញើឡើងហើយក៏មានតែត្បូងពេជ្ររបស់នាងនោះទេដែលអាចបង្ក្រាបធម៌ពលជានៅទីនោះបានរួចហើយក៏បានបញ្ចូលនៅធម៌ពលរបស់នាងចូលទៅប្រាប់យ៉ាងខៃឲ្យត្រូវទៅនៅចិត្តនាងបន្ទាប់មករនាងធម៌ពលពណ៌ស្វាយមួយក៏បានផុសឡើងយ៉ាងខៃក៏ភ្ញាក់អោផងដែរតែបងស្រីសៀក៏មានទ្រព្យសម្បត្តិស្ងាត់ប៉ុន្មានទៅនាងចាំងក៏មិនយល់នោះដែរតែហេតុអ្វីបានជាយ៉ាងខៃចេះតែមើលមុខនាងចឹងយ៉ាងខៃក៏មិនយល់ដូចគ្នាតើវាគឺមិនគួរឲ្យអាម៉ាស់ពេកទេតែនាងក៏មិនមែនគិតថាខ្ញុំគឺជាមនុស្សចម្លែកពេកទេដឹងដូច្នេះហើយគាត់ចេញទៅខាងក្រៅល្អជាងតែពេលនោះនាងចាំងក៏បានចាប់ដៃជោគបណ្ដោះយ៉ាងខៃក៏ពិតជាភ្ញាក់ផ្អើលជាខ្លាំងរីឯនាងចាំងនាងក៏អឹមអៀនផងដែរប្រាប់ឲ្យយ៉ាងខៃឈរនៅក្បែរនាងហើយកុំចេញទៅខាងក្រៅអីយ៉ាងខៃសួរទៅហេតុអ្វីទៅនាងចាំងប្រាប់ថាបើទោះបីជាយ៉ាងខៃអាចប្រើធម្មពលទប់ទល់ក៏គ្មានប្រយោជន៍នោះឡើយហើយធម្មពលយ៉ាងរបស់យ៉ាងខៃក៏ពិតជាមានតម្លៃឥឡូវនេះដូច្នេះហើយពួកយ៉ាងក៏មិនអាចខ្ជិលខ្ជាតាមតែចិត្តនោះទេក្រោយពីលើដូច្នេះយ៉ាងខៃក៏នៅតែបើកភ្នែកធំបណ្ដាឲ្យនាងចាំងក៏ចាប់ផ្ដើមអៀនហើយតើនាងអាចនិយាយពីធម្មពលយ៉ាងបានយ៉ាងម៉េចទៅយ៉ាងខៃគេមិនមែនគិតថានាងគឺជាមនុស្សចម្លែកទេមែនអត់ដូច្នេះហើយក៏បានក្អកបន្តិចប្រាប់ថានាងគឺចង់មានន័យថាយ៉ាងខៃគួរតែរក្សាទុកធម្មពលដើម្បីស្រូបយកធម្មពលណាញ់នាងយន់តាម9ឥឡូវនេះធម្មពលយើងគឺកាន់តែខ្លាំងក្លាហើយយ៉ាងខៃក៏មិនអាចទៅចោលនាងបាននោះទេបើមិនដូច្នេះផលវិបាកគឺនឹងមិនអាចនឹកស្មានដល់ដាប់លើដូច្នេះយ៉ាងខៃក៏បានចូលស្របដែលឡៃក្លែងមកកាន់ក្រុមរបស់លងហុយឯនេះខណៈពេលនោះនូឡាំងក៏បានមករាយការណ៍ប្រាប់អំពីដំណឹងរបស់យ៉ាងខៃនិងសៀននាងចាំងពួកគេក៏បានដល់ពេលវេលារបស់ពួកគេហើយសួរទៅកាន់អ្នកប្រុសឡងតើពួកយ៉ាងគួរតែរងចាំឱកាសដែរទេគេក៏បានតបថាក៏មិនចាំបាច់ខ្វល់ពីពេលវេលានោះទេបញ្ញាធ្វើឲ្យបានលឿនទៅតនពួកគេក៏មិនបានប្រយ័ត្នខ្លួនក៏ត្រូវតែសម្លាប់យ៉ាងខៃនិងចាប់ក្មេងស្រីម្នាក់នោះប្រតិកម្មម្នាក់នេះក៏រកអួរហើយថាឲ្យលំហលយកនេះលំមស្រីមែនវ៉ៃបន្ទាប់មកគេក៏បាននិយាយអំពីបាតុភូតចម្លែកដែលបានកើតឡើងនៅលើមេឃនិងលើដីឥឡូវនេះឧទ្ធធឹបក៏គួរតែបង្ហាញខ្លួនមកហើយពួកយើងគឺត្រូវតែប្រើប្រាស់ធម្មពលការពារនៅពេលដែលចុះទៅខាងក្រោមបន្ទាប់មកក៏បានបបួលគ្នារបស់គេចុះទៅខណៈពេលដែលនាងចាំងនាងក៏បានដឹងផងដែរងឿងឆ្ងល់តែអ្នកណាកំពុងតែមកទីនេះយ៉ាងខៃក៏បាននិយាយថាទីនេះគឺគ្មានការបំផ្ទុះធម្មពលនោះទេរីឯធម្មពលណាញ់ក៏មិនតន់លេចឡើងទៀតហើយអ្វីបានជាមានមនុស្សមកកាន់ទីនេះច្រើនម្ល៉េះច្បាស់ណាស់គោលដៅរបស់គេគឺច្បាស់ជាពួកយើងបបួលបងស្រីគួរតែចាត់ចែងពីទីនេះសិនទៅតែភ្លាមនោះប្រតិកម្មអ្នកនឹងក៏បានបង្ហាញខ្លួននិយាយថាវាយឺតពេលហើយប្រើប្រាស់នៅចំហាយបាត់ដៃធ្វើការវាប្រហារនាងចាំងក៏បានសម្រុកចូលទៅទប់ទល់បណ្ដាប្រតិកម្មម្នាក់នឹងត្រូវបានខ្ទាតចេញយ៉ាងខៃខណៈពេលដែលរៀបនឹងសម្រុកចូលក៏ត្រូវបាននាងចាំងប្រាប់ថាកុំធ្វើអ្វីផ្ដេសផ្ដាសគេគឺស្ថិតនៅក្នុងកម្រិតយ៉ាងពិតស្របគ្នានោះក្រុមរបស់លងហុយក៏បានមកដល់ទីនេះផងដែរយ៉ាងខៃក៏បានសួរថាតើពួកឯងគឺជាអ្នកណាទៅលងហុយគេប្រាប់ថាយ៉ាងគឺជាចៅប្រុសរបស់ប្រតិកម្មលងគីធានអនុប្រធានទី2នៃក្រុមសង្គ្រាមដែលមានឈ្មោះថាលងហុយចោទទៅកាន់យ៉ាងខៃហើយថាគឺពិតជារងងពិតមែនបានជាហ៊ានលបងហូមអីបែបនេះនូឡាំងក៏បានណែនាំខ្លួនផងដែរតើឯងគឺជាអ្នកដែលបានសម្លាប់អ៊ំប្រុសរបស់យើងលូតៅនឹងឆាំងសាហ្វឹងមែនអត់យ៉ាងខៃក៏បាននិយាយទៅកាន់សាច់ច្បងស្រីតូចថាពួកគេគឺប្រកាសជាមករកសាច់ច្បងហើយដូច្នេះមិនចាំបាច់ខ្វល់ពីខ្ញុំនោះទេរកឱកាសរត់ទៅឃើញនាងចាំងមិនព្រមរត់បែបនេះលងហុយគេក៏បាននិយាយហើយថាមនុស្សស្រីម្នាក់នេះគឺពិតជាស្មោះត្រង់ពិតមែននៅពេលដែលបងធន់ជាមួយនឹងអូននោះបងគឺច្បាស់ជាបញ្ជូនអូនឲ្យទៅកំដរគេហើយគ្នាគេច្រើនដល់ម្លឹងយ៉ាងខៃរបស់យើងក៏មានតែនាំសាច់ច្បងស្រីរត់គេចនោះទេលងហុយនិយាយហើយថាចង់រត់មែនអត់សម្រុកទៅតាមអ៊ំទៅដល់កណ្ដាប់ដៃរបស់គេធ្វើការវាយប្រហារយ៉ាងខៃក៏បានចាប់ក្រវ៉ៃនាងចាំងឲ្យទៅមកខាងសិនរួចហើយប្រើប្រាស់នៅបាតដៃរបស់គាត់ទៅទប់ទល់បណ្ដាឲ្យអ្នកទាំងពីរទៀតចេញរៀងខ្លួនប្រតិកម្មម្នាក់នេះក៏បានមកស្កាក់មុខនិយាយថាថ្ងៃនេះពួកអញទាំងពីរក៏មិនអាចរត់គេចបាននោះទេលងហុយក៏បានប្រាប់ទៅកាន់ម្ចាស់គ្រូវិញក៏មកបាក់ដៃជើងនឹងធ្វើឲ្យខូចមុខមាត់របស់
នាងឲ្យសោះគេក៏បានប្រាប់ឲ្យអ្នកប្រុសលងកំរំអីរួចហើយប្រាប់ថាមពលរបស់គេធ្វើការវាប្រហានាងចាំងរបស់យើងក៏បានគេចុះកិច្ចឡើងបន្ទាប់មកប្រតិកម្មអ្នកនឹងក៏បានមករងនៅថាមពលរបស់គាត់យ៉ាងខ្លាំងធ្វើការវាប្រហាចេញទៅសាជាថ្មីនាងចាំងក៏បានប្រាប់នៅត្បូងនៅលើថ្ងៃរបស់នាងបង្កើតជាខែការពារមកទប់ទល់បណ្ដាលឲ្យប្រតិកម្មអ្នកនឹងក៏ដឹងថានេះគឺជាវិជាសម្ងាត់កម្រិតឋានសួគ៌តែមិនថាបើទោះបីជាវិជាសម្ងាត់កម្រិតឋានសួគ៌មាននៅកម្លាំងថាមពលការពារដ៏ខ្លាំងក្លាក៏ដោយជាមួយនឹងការហ្វឹកហាត់របស់នាងគឺមិនអាចប្រើប្រាស់វាបានដោយពេញលេញនោះទេពួកយើងគឺគ្រាន់តែធ្វើការវាប្រហាជាបន្តទៅទ្រព្យសម្បត្តិនេះគឺនឹងខ្លាយជារបស់អ្នកប្រុសជាមិនខានដូច្នេះហើយក៏បានបញ្ជាឲ្យមនុស្សរបស់គេរួបរวมនៅកម្លាំងប្រើប្រាស់នៅស្នាសម្ងាត់ប្រចាំក្រុមសង្គ្រាមដើម្បីបង្ខំបំបីនៃការការពារមួយនេះយ៉ាងខៃក៏បានកើតបើសិនជាគាត់វាប្រហាឡងហុយនោះគឺច្បាស់ជាមានឱកាសនាងចាំងក៏បានសួរទៅកាន់យ៉ាងខៃថាខ្លាចស្លាប់ដែរទេយ៉ាងខៃប្រាប់ថាប្រកាសណាស់គឺច្បាស់ជាមិនខ្លាចហើយប៉ុន្តែឥឡូវនេះបងស្រីគឺនៅមានឱកាសហើយអ្វីបានជាមិនចាក់ចេញទៅនាងចាំងប្រាប់ថានាងក៏មិនដាល់រួចគេពីសមរភូមិនោះទេម្យ៉ាងវិញទៀតពួកគេក៏មិនបានដឹងពីថាពលណាញីនៅទីនេះនោះឡើយពួកយើងក៏នៅតែមានឱកាសដើម្បីកម្ចាត់គេបានភ្លាមនៅផងដែរចំហាយថាពលណាញីក៏ចាប់ផ្ដើមប្រមូលផ្ដុំកាន់តែខ្លាំងប្រតិកម្មអ្នកនឹងក៏បានប្រាប់ឲ្យអ្នកគ្រប់គ្នាប្រើប្រាស់នៅចំហាយពុតដើម្បីការពារខ្លួននាងចាំងក៏បាននិយាយថានេះវាគឺជាឱកាសប្រើប្រាស់នៅថាពលបង្កើតចេញជាក្បួនមួយឡើងពណ៌នៅជុំវិញទីនេះប្រតិកម្មអ្នកនេះក៏រោផងដែរក៏ព្រោះថាក្មេងស្រីម្នាក់នឹងគឺបានរៀបចំក្បួនទុកជាមុននៅទីនេះរួចទៅហើយនិយាយទៅកាន់អ្នកប្រុសឡងថាពួកយើងគឺត្រូវតែចាប់នាងដើម្បីសួរពីដំណោះស្រាយបើមិនដូច្នេះនោះទេពួកយើងគឺច្បាស់ជាមានគ្រោះថ្នាក់ក្រោយពីលើដូច្នេះពួកគេម្នាក់ៗក៏បានរួបរวมនៅកម្លាំងគ្នាដើម្បីធ្វើការវាបំបែកខណៈពេលនាងចាំងបានស្រាយដូចគ្នាថាថាមពលការពារយើងក៏មិនទាន់ដឹងថាពួកគេក៏អាចបំបែកខែលការពាររបស់នាងបានឬអត់ផងនោះសាច់រឿងរបស់យើងក៏ត្រូវបានស្លេះតែត្រឹមនឹងជាចុងក្រោយអរគុណទៅកាន់អ្នកគ្រប់ខ្ញុំគ្រប់បាក់ទាំងអស់គ្នាដែលតែងតែគាំទ្រអធិស្ឋានបើសិនជាមាននៅកំហុសខុសឆ្គងជួបជាមួយនឹង admin នៅក្នុងវីដេអូសម្រាប់រឿងជាបន្តទៀតខណៈពេលនេះផងដែរ admin បាយបាយ